ល្អពួកយើងទៅម្ហូបនេះដូចជាមិនថោកទេថ្ងៃនេះជួបជុំគ្នាម្ដងយើងគួរតែកំងអាម្ហូបថ្លៃមកប៉ុន្មានអើយស្រាមមកដល់ហើយថ្ងៃនេះពួកឯងផឹកឲ្យសប្បាយចិត្តបើអញ្ចឹងពួកយើងគឺមកគួរសមទៀតបានមិនអីទេបើអញ្ចឹងខ្ញុំទៅធ្វើម្ហូបសិនណាចាំតិចទៅអូនណាបងទៅធ្វើម្ហូបឲ្យតូននោះសិនអេបងមកទៅពួកគេកំងសិនតែមហូបថ្លៃមិនអីទេពួកគេសុទ្ធតែជាមិត្តកំសត់កំរោជាមួយបងតាមក្មេងខាន់ជួបគ្នាយូរហើយផឹកសប្បាយចិត្តម្ដងតោះចូលពួកយើងរកអានគ្នាដោយមនោចេតនាតែត្រូវទេឥឡូវគិតនេះមុនទៅនេះរបស់ខ្ញុំខ្ញុំនេះក៏ជារបស់ខ្ញុំដែរមិត្តភាពរបស់ពួកយើងគឺជារៀងរហូតមិនមានថ្ងៃព្រោះប្រែទេពិតមែនអស្ចារ្យបើអញ្ចឹងខ្ញុំនិយាយពីរដបទៀតអាយ៉ាមិនអីទេពួកយើងផឹកច្រើនណាស់ហើយបើអញ្ចឹងពួកយើងទៅវិញមិនក៏ប្រញាប់ទៅមិនកុំអោយរំខានដល់អាជីពកម្មរស៊ីរបស់ឯងនឹងរំខានអីទៅមិនអីទេបើអញ្ចឹងពួកយើងទៅសិនហើយទៅសិនហើយពួកគាត់ទៅហើយតើបងប្រើប្រហែលទេ30000អញ្ចឹងមានតែ300គឺ3យន់ហាងយើងចិត្តបិទទ្វារហើយនៅមិនយកលុយគេទៀតមិនអីទេយ៉ាងណាពួកគេក៏ធ្លាប់បានជួយបងដែរខ្ញុំគឺចង់បើកហាងតែលុយមិនគ្រប់ទេពួកយើងរៃគ្នាម្នាក់តែបន្តិចទៅក៏បានហើយប៉ុន្តែអើយពួកយើងជួយគ្នាបន្តិចទៅបើអញ្ចឹងខ្ញុំមានគំនិតមួយតែឯងមានកាក់ទេនឹងខ្ញុំមាននេះកាក់របស់ខ្ញុំពួកឯងឲ្យម្នាក់មួយដែរមកឯងដែរកាក់នេះធ្វើជាសម្គាល់ពេលដែលបងប្អូនយើងនរណាម្នាក់មានបញ្ហាពួកយើងក៏អាចជួយគ្នាបានគឺមិនភ្លេចគ្នាមិនបោះបង់ចោលគ្នាទេមិនអីទេឆាប់សាចានទេពួកយើងដឹងថាពេលនេះឯងកំពុងតែជួបបញ្ហាហាងក៏ត្រូវដាក់លុយបងប្អូនយើងសន្យាគ្នាហើយពេលលំបាកគឺមិនចោលគ្នាទេលុយ60000ពួកយើងក៏បានរៃគ្នាម្នាក់20000ដើម្បីជួយឯងឈប់សិនលុយនេះគឺវាច្រើនពេកហើយពួកយើងធ្លាប់សន្យាគ្នាហើយពេលលំបាកគឺមិនចោលគ្នាទេនេះជាលុយថ្លៃម្ហូប